រាត្រីមួយដ៏សែនស្ងប់ស្ងាត់ព្រះចន្ទរះឡើងយ៉ាងមូលក្រឡង់ក្នុងមណ្ឌលមេឃីគួរជាទីចាប់ចិត្តប្រតិពលសម្រាប់មនុស្សម្នាទាំងឡាយលើភពផែនដីនេះវាជាថ្ងៃពេញបូរមីហើយក៏ជាថ្ងៃក្រេបទឹកឃ្មុំនៃគូស្វាមីភរិយាក្មេងខ្ចីមួយគូផងដែរក្រោមខ្ទមដំបូលស្បឺចំណាស់មួយពួកគេកំពុងតែប្រឡែងគ្នាយ៉ាងល្អោកល្អឿនហាក់ដូចជាមិនខ្វាយខ្វល់នឹងការលួចច្រែនពីធម្មជាតិសោះពិសេសសត្វតុកកែមួយក្បាលដែលកំពុងតែយំយ៉ាងលឺខ្ទង់10-20 ដងគួរឲ្យខ្លាចទំនងជាចង់រំខានក្តីសុខពួកគេទាំងពីរអូនសំឡាញ់ជប់នេះបងមានអារម្មណ៍ថាបងមានសេចក្តីសុខក្នុងជីវិតបំផុតដែលមានអូននៅក្បែរបងបរោះអង្គុយអោបភរិយាពីក្រោយខ្នងយ៉ាងណាហើយខ្សឹបប្រាប់នាងនៅភាសាស្នេហ៍នេះពិតមែនអប្តីសម្លាញ់ចិត្តអូននាងសួរទាំងលួចញញឹមពិតណាស់ព្រោះអូនបានខ្លាយជាបេះដូងបងព្រលឹងបងនិងជាជីវិតបងផងដែរថាបណ្ដាគេក៏លួចថើបធម៌ដ៏ក្រអូបឈ្ងប់របស់នាងមួយខ្សើអូនក៏ដូចគ្នាបងជាស្នាមញញឹមជាសេចក្តីសង្ឃឹមនិងជាសុភមង្គលនៃអូននាងក៏ងាកទៅក្រោយបន្តិចដើម្បីថើបបរោះបណ្ដោចិត្តសាសងគ្នាអស់មួយស្របក់ធំពួកគេក៏និយាយពាក្យពេចន៍ដែលមានលក្ខណៈស៊ីជម្រៅទៅតាមភាសាដែលអារម្មណ៍បញ្ជាហើយវិញ្ញាណព្រះកម្មទេពក៏ចូលសន្ធិដ្ឋនៅក្នុងខ្លួនពួកគេដោយមិនដល់ខ្លួនចាប់ពីយប់នេះទៅគ្រប់យ៉ាងដែលអូនមានគឺជារបស់បងទាំងអស់នាងនិយាយទាំងសម្លៀកបំពាក់របូតអស់និងកំពុងតែគេងជំហរចាំស្វាមីថ្នាក់ថ្នមដោយសារតែសង្កេតឃើញថាភរិយាខ្លួនពុំសូវជាមានការអ៊ិនព្រៀនច្រើនហើយដូចជាត្រៀមខ្លួនយ៉ាងរួចរាល់ប្រៀបបីដូចជាធ្លាប់ជួបហេតុការណ៍នេះកន្លងមកឬជាមនុស្សដែលថ្នាក់នឹងរឿងនេះទើបបរោះជាស្វាមីក៏ភ្លាត់នៅសំណួរមួយឡើងអ្វីគ្រប់យ៉ាងដែលអូនមានគឺមានតែបងម្នាក់គត់ដែលមានសិទ្ធិមើលថែនិងគ្រប់គ្រងមែនទេចាស់បងនាងឆ្លើយដោយស្មានតែស្វាមីខ្លួនបន្តពីពាក្យសម្ដីនាងមុននេះតើមាននរណាម្នាក់ធ្លាប់បានទទួលវាមុនបងឬទេបងសារ៉ាន់បងឯងឈួតស្អីបានជាសួរសំណួរលប់នេះនាងចាប់ផ្ដើមខឹងឆ្លើយនឹងបងតាមត្រង់មកបងមានថាអីឲ្យអូនឯងឯណាជប់សួរបើនៅតែសួរទៀតបងឯងគេងឲ្យឆ្ងាយពីអូនទៅនាងទះកំភ្លៀងសេរ៉ាន់បន្តិចហេតុអ្វីក៏មិនព្រមឆ្លើយនឹងបងអញ្ចឹងអូនម៉ៃប្រាប់បងតាមត្រង់មកនាងពុំបានឆ្លើយទេរួចក៏ងើបពីក្រែភ្លាមស្លៀកពាក់វិញនិងដើរទៅអង្គុយយំម្នាក់ឯងក្បែរជញ្ជាំងផ្ទះសារ៉ាន់នៅតែឆ្ងល់ក្នុងចិត្តថាហេតុអ្វីនាងមិនព្រមឆ្លើយដូច្នេះតាមពិតទៅគេនៅពុំទាន់យល់ឡើយអំពីមនុស្សស្រីទើបបានជាកាត់ចម្ងល់បែបនេះអូនម៉ៃម្ដេចក៏អូនមកពួនយំអញ្ចឹងតោះឡើងក្រែវិញទៅណាមុខច្រើនណាស់ប្រយ័ត្នគ្រុនចាញ់នាងក្រវីក្បាលដែលជំនួសឲ្យពាក្យបដិសេធហើយសុកចិត្តអង្គុយអប់ក្បាលចង្គង់បង្ហូរទឹកភ្នែកមិនព្រមទៅណាសារ៉ាន់ឃើញដូច្នេះក៏នៅស្ដាប់សំឡេងយំរបស់នាងដោយចិត្តអាណិតនិងសឹងតែយំតាមត្បិតពីដើមមកគេគម្រោធ្វើឲ្យនាងលំបាកចិត្តរហូតស្រក់ទឹកភ្នែកណាស់ព្រោះតែក្តីស្រឡាញ់នៅពេញក្នុងបេះដូងដ៏សុភាពរាបសាររបស់គេលុះយំអស់ប្រមាណ10នាទីទើបនាងឡើងទៅលើគ្រែដោយខ្លួនឯងតែមិនទាន់និយាយស្ដីរកស្វាមីនោះទេចំណែកសារ៉ាន់ចេះតែលួងលោមនាងនឹងជីកឬជីកគល់ទោះនាងឆ្លើយថាទេចុងក្រោយទើបនាងដាច់ចិត្តរៀបរាប់ពីអតីតកាលដ៏សែនឈឺចាប់បងពិតជាចង់ដឹងមែនទេនាងសួរសំណួរនេះទាំងទឹកភ្នែកដោយសាមជុកធ្ពាន់នៅឡើយបាទទោះជាចម្លើយយ៉ាងណាក៏បងទទួលយកសារ៉ាន់ឆ្លើយទាំងញញឹមស្មើអូនអស់
អូនអប់រំម្ចាស់រៃហើយបងនៅស្រឡាញ់អូនទេនាងនិយាយប្រយោគនេះចប់ភ្លាមទឹកភ្នែកក៏ហូរមួយវូទៀតដូចជាទឹកធ្លាយទំនប់ជាមួយនឹងសម្លេងនៃភាពឈឺចាប់ខ្លោចផ្សាបាទស្រឡាញ់គេឆ្លោយទាំងខំទប់ស្មារតីនឹងទឹកភ្នែកការអូននៅតូចអាយុ7ឆ្នាំមានតាម្នាក់នៅក្បែរផ្ទះអូនលោកស្ទាបអូននៅពេលដែលប៉ាម៉ាក់អូនមិននៅហើយគំរាមអូនមិនឲ្យប្រាប់ប៉ាម៉ាក់នោះទេតែគាត់ឲ្យលុយទៅទិញស្ករគ្រាប់ញ៉ាំអូនភ័យក៏នៅតែមិនទាន់ដឹងដែរអ្វីកាលនោះពេលអូនអាយុបាន11ប៉ាម៉ាក់បង្កើតអូនចែកផ្លូវគ្នាហើយអូនទៅខាងម៉ាក់ក៏ត្រូវប៉ាចុងចាប់បង្ខំអូនបានសម្រេចម្ដងនិង2ដង3ដងតែត្រូវម៉ាក់តាមទាន់ហើយពេលនោះមកអូនក៏ត្រូវមករស់នៅជាមួយប៉ាបង្កើតនឹងម៉ាក់ចុងវិញលុះដល់អាយុ17ឆ្នាំអូនរៀនថ្នាក់ទី11កាលនោះអូនស្រឡាញ់បរិសម្នាក់ជាមិត្តរួមថ្នាក់តែក៏ត្រូវគេក្បត់ចិត្តទៅមានអ្នកថ្មីមុននឹងគេទៅគេបានខ្លួនអូនពី3ដងអូនឈឺចាប់ណាស់ហើយមិត្តចិត្តស្និទ្ធអូន 4-5 នាក់ដែលមានស្រីខ្លះប្រុសខ្លះបាននាំអូនទៅញ៉ាំស្រាដើម្បីបំបត្តិទុកអូនពុំធ្លាប់ផឹកទេហើយក៏ឈឺក្បាលនឹងក្អួតព្រោះគេបញ្ច្រកស្រាច្រើនពេញមួយយប់អូនត្រូវមិត្តភ័ក្តិប្រុស3នាក់បំពេញខ្លួនប្រាណអូនម្នាក់ដងរហូតព្រឹកឡើងទៅអូនដឹងអូនចង់តែស្លាប់ខ្លួនឲ្យបាត់ទេអូនមិនហ៊ានយករឿងអាម៉ាស់នេះទៅប្រាប់នរណាម្នាក់ឡើយហើយក៏លាក់រឿងនេះទុកក្នុងទ្រូងតែម្នាក់ឯងរហូតសប្តាហ៍ថ្ងៃនាងនិយាយដល់ត្រឹមនេះក៏យំខ្លាំងលើដើមទៅទៀតថែមទាំងបំរុងនឹងស្ទុះទៅយកកាំបិតមកធ្វើអ្វីប្រេះប្រដាស់ផងដែរតែក៏ត្រូវបានស្វាមីនាងខាត់ទាន់សារ៉ាន់ភ័យណាស់ព្រោះខ្លាចនឹងគិតខ្លីក៏ប្រឹងនិយាយលងថាស្ដាប់បងណាប្រពន្ធល្អរបស់បងកុំធ្វើអញ្ចឹងបងកុំប៉ះខ្លួនខ្ញុំអីខ្លួនខ្ញុំនេះស្មោកគ្រោកណាស់ប្រឡាក់ដោយស្នាមក្រញ៉ាំតណ្ហានាងនិយាយទាំងច្រើនស្វាមីមិនអីទេអូនវាគ្រាន់តែជាអតីតកាលប៉ុណ្ណោះជប់យំទៅណាប្រពន្ធសម្លាញ់បងនៅតែស្រឡាញ់អូនជានិច្ចសំខាន់អូនត្រូវខិតខំសាងខ្លួនឲ្យល្អដើម្បីសុភមង្គលយើងសារ៉ាន់និយាយទាំងទឹកភ្នែកហូររហាមព្រោះតែអាណិតនាងនឹងខ្លួនឯងផងដែលមិននឹកស្មានថាជួបរឿងគួរឲ្យរន្ធត់នេះនាងសំងំយំនឹងគិតមួយសន្ទុះទៅបន្ទន់អរិយាបថមកវិញទៅដើមអូនពិតជាមានសំណាងណាស់ដែលមានបងជាស្វាមីអូនសន្យាថានឹងធ្វើជាភរិយាល្អរបស់បងរហូតទៅនាងស្រវាអោបស្វាមីទាំងអារម្មណ៍ត្រេកអរពុនប្រមាណដើម្បីរំងាប់សេចក្តីឈឺចាប់នេះពួកគេក៏ប្រព្រឹត្តនៅកិច្ចការស្នេហាយ៉ាងភ្លើតភ្លើនសប្បាយក្នុងរាត្រីដ៏មនោរម្យនោះទៅ